នេះនៅស្រយ៉ងយើងអាផ្កាវគ្គ3គ្រប់គ្រាន់ហើយឥឡូវយើងយកសម្អាតគល់ការដែលយើងផ្ដាច់ទឹកយកផ្កាយើងអត់សម្អាតទេដោយសារគីឡូយើងព្រាត់ស្នៀតអីទៅវាស្ងួតលើសពេកវាខូចស្លឹកច្រើនតែដល់ពេលយើងមកផ្កាគ្រប់បានយើងសម្អាតសម្អាតហ្នឹងគឺបំណងយើងឲ្យវាងាយស្រួលសម្រាប់បាក់ជីហើយនឹងបាញ់ជំនួយឫសស្រួលដីទៅវាអ្វីជើងនេះគ្រប់ហើយអញ្ចឹងយើងយកតាមសម្អាតវាទៅកាលពីយើងផ្ដាច់ទឹកយើងអាចបានសម្អាតវានេះប្រងព្រាតមកអញ្ចឹងយើងសម្អាតវាទៅកាលពេលដែលយើងផ្ដាច់ទឹកយើងអាចបានសម្អាតវាអញ្ចឹងយើងមកសម្អាតពេលនេះក៏អត់ហួសពេលដែរហើយវាបានប្រយោជន៍តាមពិតធ្វើចេះមិនត្រូវទេមានន័យថាផ្កាវគ្គនេះវាកំពុងត្រូវការលូតលាស់ត្រូវការរក្សាសំណើមដីឲ្យថេរល្អបើយើងមានកម្របដីវារក្សាសំណើមស័ក្តិសមនឹងបានយូរតែដោយហេតុថាយើងអត់បានសម្អាតគល់កាលពីយើងផ្ដាច់ទឹកយកផ្កាម្ល៉េះហើយយើងបង្ខំចិត្តមកសម្អាតនៅពេលហ្នឹងតែម្ដងការដែលយើងប្រអត់ទឹកយកផ្កាយើងអត់បានសម្អាតដីទេដោយសារយើងបារម្ភដីនៅទីនេះវាអត់ដូចដីក្រហមទេដីទីនេះណាអញ្ចឹងយើងបារម្ភគីឡូវាមានបញ្ហាជាមួយនឹងការប្រអត់ទឹកទៅវាស្ងួតជ្រុលពេកដែលជាហេតុធ្វើឲ្យមានបញ្ហាដល់លូតលាស់កាន់វាខ្លាំងពេកតែដល់តែពេលយើងបានផ្កាមកគ្រប់ហើយយើងអត់អាចទុកវាទេឬក៏យើងទុកក៏ល្អដែរបើយើងទុកមានន័យថារក្សាសំណើមចាំមកផ្កានឹងបានល្អតែខ្ញុំសម្អាតដោយសារយើងអត់បានសម្អាតកាលពីយើងបង្អត់ទឹកយកផ្កាសោះសាច់គ្មានសល់ណាទេអញ្ចឹងយើងចាប់ដើមសម្អាតវាទៅហើយយើងបាញ់ថ្នាំជំនួយឫសទៅវាទៅហើយយើងបាក់ជីទៅយើងបាក់ជីទៅវាជីនឹងវាប្រកាសថាវានឹងអាចរលាយបានស្មើសាច់ល្អសពផ្ទៃដីល្អពីព្រោះយើងតើផ្កាគ្រប់ហើយយើងចាប់ដើមជំនួយឫសវាសាថ្មីហើយយើងបខំដាក់ជីវាព្រោះឲ្យពេលវេលាក្នុងផ្កាយើងដាក់ជីបានតែ2ដងឯងអញ្ចឹងប្រសិនបើសារ៉ាមនៅច្រើនពេកវាអាចដំណើរការរលាយជីអត់ស័ក្តិសមល្អក៏ថាបានដែរអញ្ចឹងទើបយើងសម្អាតវាទៅអញ្ចឹងអាតិចនិចសម្អាតឬមិនសម្អាតនេះវាអាស្រ័យលើជាក់ស្ដែងនៅតំបន់មួយហើយខ្ញុំទំនំមកសម្អាតនៅពេលហ្នឹងឯនេះសក្កណូសារ៉ាមទៅមកសម្អាតនៅពេលហ្នឹងសម្អាតនេះគោលដៅយើងគឺបាញ់ថ្នាំជំនួយឫសទៅវាហើយនឹងបាចជីយើងបាចជីទៅវាពេលវ័យផ្កានេះយើងមកផ្កាចាប់តាំងពីមានផ្ការហូតដល់ផ្កានេះយើងអាចដាក់ជីបានតែ2ដងឯងដាក់លើកទី1គឺវ័យហ្នឹងឯងវ័យហ្នឹងវ័យជើងកណ្ដោឬពុតញងខ្ចីហ្នឹងហើយលើកទី2ដាក់ផ្កាវ័យកដាលមានន័យថាមួយខែក្រោយពីហ្នឹងទៅឬក៏20ថ្ងៃក្រោយពីហ្នឹងទៅយើងដាក់ម្ដងទៀតចុងក្រោយពេលដែលផ្កាក្អូបយើងឈប់ដាក់រហូតដល់កតុយជៀសបាន21ថ្ងៃបានយើងយកដើមដាក់ជីសាថ្មីកតុយជៀសចេះបានក្រោយពីផ្ការីក21ថ្ងៃទៅអញ្ចឹងនេះជាតិចនិចមួយដែលយើងច្នៃប្រឌិតតាមតំបន់ជាក់ស្ដែងមួយតាមអាស្រ័យទៅលើភាពជាក់ស្ដែងភាពសមស្របតាមតំបន់នីមួយវាមិនអាចមានប្រឋានបន្តតូលតែមួយគ្រប់តំបន់ដូចគ្នាទាំងអស់ហើយតំបន់នៅស្រយ៉ងនេះជាតំបន់ក្តៅខ្លាំងអញ្ចឹងកាលណាប្រអត់ទឹកតាមកំពិតបើយើងបានសម្អាតដីក៏ល្អដែរយើងប្រអត់ទឹកហ្នឹងប៉ុន្តែដោយហេតុថាបើសម្អាតដីទាមទារខ្ញុំនៅចការរាល់ថ្ងៃព្រោះឯក្មេងៗខ្ញុំអត់សូវប្រកែមើលទេអញ្ចឹងទាមទារខ្ញុំនៅចការរាល់ថ្ងៃដើម្បីតាមដាននៃភាពខ្សោះទឹកពីដីទៅវាហើយនឹងខ្សោះទឹកនៅលើដើមទុរេនអញ្ចឹងខ្ញុំអត់បាននៅចការជាប់រាល់ថ្ងៃអញ្ចឹងខ្ញុំអត់បន្ថយទេខ្ញុំស្ទាបទឹកគម្របដីបើផ្ដាច់ទឹកលើថ្ងៃយ៉ាងណាក៏នៅក្រន់បើជាងដីតលេលាត់ដែរវាមានគម្របយ៉ាងណាក៏វាក្រន់បើជាងអត់មានគម្របដីទោះបីជាវាលើសថ្ងៃបន្តិចតួចក៏វាមិនសូវគ្រោះថ្នាក់ធ្ងន់ធ្ងរបើធៀបជាមួយនឹងយើងសម្អាតដីរលីងឆេះបើខ្ញុំតាមអត់តន់
ទេខ្ញុំអត់បាននៅការជាប់រាល់ថ្ងៃប្រសិនបើមានបញ្ហានៃការខ្សោះទឹកខ្លាំងវានឹងអាចមានបញ្ហាដល់ដើមទុរេនអញ្ចឹងអាហ្នឹងយើងរើសយកភាពសមស្របអញ្ចឹងទៅបន្តមកទៀតផ្កាវ័យជើងកដោហ្នឹងវ័យជើងកដោហ្នឹងបើសិនជាអាចទេបើយើងបានសម្អាតពីការផ្ដាច់ទឹកយកផ្កាមកយើងកុំសម្អាតវាទៀតពីព្រោះវ័យផ្កាប៉ុណ្ណឹងវាត្រូវការភាពសើមស័ក្តិសមក្នុងដំណើរការលូតលាស់ផនវាត្រូវការសំណើមដីស័ក្តិសមអញ្ចឹងសំណើមដីស័ក្តិសមទៅបានតលតែយើងមានគម្របដីហ្នឹងហើយយើងមានសម្រាមមានអីនៅគ្រប់ដីទៅបានវារក្សាសំណើមស័ក្តិសមទៅចិញ្ចឹមផ្កាអស់ហ្នឹងបានពេញលេញល្អណាអញ្ចឹងផ្កាវ័យនេះมันគួរសម្អាតទេគល់ណាទៅសម្អាតនៅពេលផ្កាក្អូបត្រៀមលក្ខណៈវារីកវិញទៅតែដោយហេតុតែខ្ញុំមិនបានសម្អាតពីការផ្ដាច់ទឹកម្ល៉េះហើយខ្ញុំត្រូវតែសម្អាតនៅពេលហ្នឹងដើម្បីងាយស្រួលប្រើថ្នាំជំនួយឫសសម្រួលដីហើយនឹងបាច់ជីទៅវាកាលណាយើងមានសម្រាមច្រើនពេកពេលបាច់ជីទៅវាអាចដំណើរការរលីជីមិនសមស្របម្ល៉េះហើយយើងមានហេតុផលរបៀបហ្នឹងណាអញ្ចឹងយើងឆ្នៃតាមជាក់ស្ដែងតាមចការមួយមិនមែនថាអូដាច់ខាតពេលប្រអត់ទឹកត្រូវតែសម្អាតដីបានវិបាកផ្កាមិនអញ្ចឹងទេវាអាស្រ័យទៅលើភាពប៉ិនប្រសប់ផងយើងឯងដូចខ្ញុំអញ្ចឹងហេតុផលដែលខ្ញុំមិនសម្អាតគល់ខណៈពេលដែលកំពុងប្រអត់ទឹកយកផ្កាដោយសារខ្ញុំអត់បាននៅចការជាប់រាល់ថ្ងៃអញ្ចឹងខ្ញុំអត់បានឃើញភាពប្រែប្រួលដំណើរការខ្សោះទឹកពីដីនិងដំណើរការខ្សោះទឹកពីដើមទុរេនពេញលេញទេអញ្ចឹងប្រសិនបើខ្ញុំបាត់គម្របដីបើចៃដន្យណាមួយហេតុការណាមួយកើតឡើងពាក់ព័ន្ធជាមួយនឹងខ្សោះខ្លាំងពេកអាចនឹងទ្រុឌទ្រោមដើមអាចនឹងផ្ទុះជំងឺអញ្ចឹងខ្ញុំរក្សាគម្របទៅទោះបីជាផ្ដាច់ទឹកយើងអាចនៅតែស្ងួតដូចគ្នាប៉ុន្តែវាប្រើពេលយូរបន្តិចទៅវាងាយស្រួលនឹងសុវត្ថិភាពជាងវានិយាយចំវាសុវត្ថិភាពជាងអរគុណសម្រាប់វីដេអូមួយនេះ